ប្រហោះ10កើតខែចេឆ្នាំម្សាញ់សប្ស័កពុះសករាជ2569ត្រូវនៅថ្ងៃទី5ខែមិថុនាឆ្នាំ2025នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកជ្រោយចង្វាបានផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆ្នាំ2025ក្រោមប្រធានបទប្រវត្តិថ្នាក់ដឹកនាំរបស់សម្ដេចទាំង3ដូចជា 1. សម្ដេចអគ្គមហាសេនាបតីដេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា 2. សម្ដេចពិជ័យសេនាទាបាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា 3. សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រមអធិបតីភាពឯកឧត្តមនាវីតូមឿងវ៉ាន់លឿននាយសេនាធិការរងកងទ័ពជើងទឹកជាកិច្ចចាប់តាមកម្មវិធីខ្ញុំបានសូមគោរពអាយដាមនាវីតូមឿងវ៉ាន់លឿននាយសេនាធិការរងកងទ័ពជើងទឹកជាទីគោរពដ៏ខ្ពស់សូមគោរពអាយដាមអស់លោកនាយនាវីរងនិងពលនិវត្តសមាជិកសមាជិកានៃអង្គពិធីជាទីគោរពស្រឡាញ់របស់បានកម្មវិធីបន្តខ្ញុំបាទសូមការអនុញ្ញាតសូមគោរពអញ្ជើញអាយដាមនាវីតូមឿងវ៉ាន់លឿននាយសេនាធិការរងកងទ័ពជើងទឹកឡើងផ្សព្វផ្សាយប្រវត្តិថ្នាក់ដឹកនាំដូចជាសម្ដេចអរគុណសម្ដេចអរគុណយុវជនអ្នកលោកគុណសម្ដេចព្រះឯកមកដល់ទីបានជាអ្នកនាំមកសង្គមភាពអ្នកឯកជាមួយនឹងការប្រាជ្ញារៀនយកទឹកខាងសេដ្ឋកិច្ចឲ្យបានលិខិតដែលបានកន្លងពួកទៅជា28ឆ្នាំមកនោះបានដឹងថាឯកឧត្តមហ៊ុនម៉ាណែតបានចូលទៅធ្វើការសិក្សានៅនីតិវិទ្យាដែលត្រូវបានបញ្ជូនទៅធ្វើការងារនៅប្រទេសកុងហ្គោបន្ទាប់ពីជាប់បរិយាបន្នជាប់ពួតនៅសាកលវិទ្យាល័យញូវយ៉កឯកឧត្តមហ៊ុនម៉ាណែតក៏បានទៅរស់នៅជាគ្រួសារមួយនៅប្រទេសបារាំងដោយស៊ីឈ្នួលបែបផ្នែកបគ្រួសារនេះដើម្បីរៀនភាសាបារាំងនៅពេលរៀនអាននៅប្រទេសអង់គ្លេសឯកឧត្តមហ៊ុនម៉ាណែតបានចូលបង្រៀនគណិតវិទ្យាសម្រាប់និស្សិតឆ្នាំទី2និងទី3ដើម្បីបានប្រាក់ខ្លះសម្រាប់រយៈពេល5ឆ្នាំគេបាននឹងអ្នកភូមិជាច្រើនមកពីកន្លែងផ្សេងគ្នាដែលគេគិតពីការធ្វើបាបរបស់រដ្ឋអំណាចដ្ឋានបានរស់នៅក្នុងព្រៃបង្កើតជាកម្លាំងតស៊ូមួយដើម្បីជួយប្រជាជនក្នុងតំបន់នោះពេលនោះគេឃើញគេលោឡាណាមកគេនាំប៉ូលីសចូលមកគឺមកគេមកមិនមែនជាមកចាប់ប្អូនស្រីខ្ញុំទេគឺបែរជាមកចាប់ខ្ញុំវិញចាប់ខ្ញុំយកទៅដាក់នៅប៉ុស្តិ៍ប៉ូលីសហ្នឹងពេលនេះគឺនៅទីនោះឯងគឺជាការធ្វើទរណកម្មធំណាស់គឺមានការចាប់ចងមានការយកភ្លើងមកឆក់មានអីសពបែបយ៉ាងទាំងអស់រួចវាសួរថាឥឡូវមានដាំអីទៀតទេហើយមិនលងតាមអីតន់ទេគឺយើងពេលនោះនេះគឺវាចាប់ដើមបាញ់មកបាញ់តកោខ្ញុំឲ្យប្រពន្ធខ្ញុំលោកបីទាំងអស់យកលុយជូនមេភូមិយឺតអើយសម្រាប់